នៅក្រោមបាតសមុទ្រប៉ាស៊ីហ្វិកដ៏ខ្មៅងងឹតនិងត្រជាក់ស្រទុំមានសង្គ្រាមអាថ៌កំបាំងមួយដើម្បីដណ្ដើមឧត្តមភាពយោធាកំពុងតែផ្ទុះឡើងយ៉ាងស្ងៀមស្ងាត់ស្របពេលដែលប្រទេសចិនកំពុងតែពង្រីកសមត្ថភាពយោធាជើងទឹករបស់ខ្លួនដោយការផលិតនាវាងូតទឹកគ្មានមនុស្សបើកដ៏គ្រោះថ្នាក់ជាច្រើនស្រាប់តែមានសត្វដ៏សាហាវបច្ចេកវិទ្យាថ្មីមួយបានលេចខ្លួនឡើងចេញពីទីជម្រៅដើម្បីកែប្រែតុល្យភាពអំណាចនេះហើយវាគឺជា Ghost Shark ឬក៏ជាត្រីឆ្លាមខ្មោចវាគឺជានាវាងូតទឹកស្វ័យប្រវត្តិគ្មានមនុស្សបើកដ៏ទំនើបបំផុតហើយវាគឺជាអាវុធយុទ្ធសាស្ត្រលាក់កំបាំងរបស់ប្រទេសអូស្ត្រាលីហើយវាមានបច្ចេកវិទ្យាបំបាំងកាយនិងសមត្ថភាពវាយប្រហារដ៏គួរឲ្យខ្លាចរបស់វាព្រមទាំងអាចកំណត់ច្បាប់សង្គ្រាមក្រោមទឹកសារជាថ្មីម្ដងទៀតដែលពិភពលោកមិនធ្លាប់ឃើញពីមុនមកវីដេអូនេះនាំបញ្ជូនដោយបង្កើត Studio បងប្អូនដែលជាម្ចាស់អាជីវកម្មហើយចង់ឲ្យផលិតផលរបស់ខ្លួនឬក៏សេវាកម្មរបស់ខ្លួនមានការបង្ហាញខ្លួននៅលើទីផ្សារអនឡាញប្រកបទៅដោយគុណភាពខ្ពស់និងភាពទាក់ទាញបងប្អូនអាចជ្រើសរើសយកបង្កើត Studio បានខាងគាត់គឺជា Marketing Agency ដែលជួយកសាងអត្តសញ្ញាណ brand របស់បងប្អូនឲ្យកាន់តែរឹងមាំសម្រាប់ព័ត៌មានបន្ថែមរបស់ពួកគាត់ខ្ញុំនឹងដាក់ជូនបងប្អូននៅក្នុង description នៅខាងក្រោមក៏ប៉ុន្តែមុនយើងបន្តសាច់រឿងរបស់យើងសូមបងប្អូនកុំភ្លេចជួយចុច like Subscribe និងបាក់សញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីគាំទ្រ Channel អ្នករៀនសូត្រទាំងអស់គ្នាតោះយើងទៅស្គាល់ជាមួយនឹង Ghost Shark ទាំងអស់គ្នាដើម្បីយល់ដឹងពីសារៈសំខាន់នៃនាវាងូតទឹកស្វ័យប្រវត្តិរបស់ Ghost Shark យើងត្រូវក្រឡេកមើលផ្ទាំងក្រណាត់ភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញនិងភាពតានតឹងបំផុតនៃតំបន់ Indo-Pacific នាពេលបច្ចុប្បន្នជាមុនសិនក្នុងរយៈពេលប្រមាណទសវត្សរ៍ចុងក្រោយនេះដែនទឹកមហាសមុទ្រ Pacific លែងជាដែនសមុទ្រដ៏មានសន្តិភាពសម្រាប់ការធ្វើពាណិជ្ជកម្មសេរីទៀតហើយព្រោះវាបានប្រែក្លាយទៅជាក្តារអុកយុទ្ធសាស្ត្រដ៏គ្រោះថ្នាក់ដែលមហាអំណាចសកលលោកកំពុងតែសម្លឹងមើលគ្នាទៅវិញទៅមកដោយការភ្នែកមិនទុកចិត្តគ្នាការកើនឡើងឥតឈប់ឈរនៃឥទ្ធិពលនិងមហិច្ឆតាយោធារបស់ប្រទេសចិនបានកែប្រែស្ថានភាពសន្តិសុខក្នុងតំបន់ទាំងស្រុងជាពិសេសគឺនៅជុំវិញច្រកសមុទ្រតៃវ៉ាន់ឬដែនដីដែលធ្លាប់ត្រូវបានគេស្គាល់ជាប្រវត្តិសាស្ត្រថាជាកោះ Formosa ប្រទេសចិនបាននឹងកំពុងតែបង្កើនការអះអាងសិទ្ធិអធិបតេយ្យភាពរបស់ខ្លួននៅលើកោះតៃវ៉ាន់យ៉ាងខ្លាំងក្លាបំផុតដោយមិនត្រឹមតែតាមរយៈវោហារសាស្ត្រនយោបាយនោះទេក៏ប៉ុន្តែថែមទាំងការប្រើប្រាស់ឥទ្ធិពលយោធាជាក់ស្ដែងជារៀងរាល់ថ្ងៃយន្តហោះចម្បាំងកងនាវាចម្បាំងនិងនាវាងូតទឹករបស់កងទ័ពរំដោះប្រទេសចិនត្រូវបានពង្រាយចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារអាកាសនិងដែនទឹកក្បែរកោះតៃវ៉ាន់ដើម្បីធ្វើការបំផិតបំភ័យនិងការសាកល្បងសមត្ថភាពការពារជាតិរបស់កោះនេះការឈ្លានពាននិងការបង្ហាញសិទ្ធិដំយោធាដ៏ក្រក្លឿនបែបនេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថានភាពនៅតំបន់ទាំងមូលនិងបានទាញទម្លាក់ទំនាក់ទំនងការទូតរវាងចិនសហរដ្ឋអាមេរិកជប៉ុនកូរ៉េខាងត្បូងនិងអូស្ត្រាលីឲ្យធ្លាក់ចុះដល់ចំណុចទាបបំផុតដែលមិនធ្លាប់មានចាប់តាំងពីសង្គ្រាមត្រជាក់មកបន្ថែមលើសពីនេះទៅទៀតដែនទឹកមហាសមុទ្រចិនខាងត្បូងដែលជាច្រកពាណិជ្ជកម្មដែនសមុទ្រដ៏សំខាន់មួយរបស់ពិភពលោកក៏ត្រូវបានចិនទាមទារស្ទើរតែទាំងស្រុងក្រោមខ្សែបន្ទាត់9កំណត់តាមរយៈការកសាងកោះសម្បនិមិត្តនិងការបំលែងពួកវាឲ្យទៅជាមូលដ្ឋានទ័ពអាកាសនិងទ័ពជើងទឹកដ៏រឹងមាំសកម្មភាពទាំងអស់នេះត្រូវបានបង្ខំឲ្យបណ្ដាប្រទេសជិតខាងនិងសម្ព័ន្ធមិត្តលោកខាងលិចត្រូវតែស្វែងរកវិធីសាស្ត្រថ្មីៗប្រកបទៅដោយនវានុវត្តន៍ដើម្បីរារាំងមហិច្ឆតារបស់ចិននិងការពារគោលការណ៍ដែនសមុទ្រសេរីនិងបើកចំហនៅក្នុងបរិបទនេះឧត្តមភាពក្រោមទឹកបានក្លាយទៅជាកត្តាសម្រេចជោគវាសនានៃសង្គ្រាមនាពេលអនាគតសម្រាប់ប្រទេសណាដែលអាចគ្រប់គ្រងពិភពលោកក្រោមបាតសមុទ្របានប្រទេសនោះហើយនឹងអាចគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់សកលលោកនិងមានសមត្ថភាពវាយប្រហារចំចំណុចខ្សោយរបស់សត្រូវដោយមិនដឹងខ្លួនហើយនេះហើយទើបការប្រណាំងប្រជែងអាវុធក្រោមទឹកចំនួនថ្មីដែលផ្ដោតទៅលើស្វ័យប្រវត្តិកម្មនិងបញ្ញាសម្បនិមិត្តបានចាប់ផ្ដើមឡើងយ៉ាងស្ងៀមស្ងាត់បំផុតស្របពេលដែលពិភពលោកកំពុងតែផ្ដោតអារម្មណ៍លើសង្គ្រាមនៅលើគោកនិងលើអាកាសប្រទេសចិនកំពុងតែវិនិយោគធនធានដ៏មហិមានិងពេលវេលារាប់ទសវត្សរ៍ក្នុងការអភិវឌ្ឍសមត្ថភាពយោធាជើងទឹករបស់ខ្លួនយុទ្ធសាស្ត្រជើងទឹករបស់ប្រទេសចិនលែងកំណត់ត្រឹមតែការពារឆ្នេរសមុទ្រទៀតហើយក៏ប៉ុន្តែវាត្រូវបានពង្រីកទៅជាយុទ្ធសាស្ត្រគ្រប់គ្រងមហាសមុទ្រទឹកជ្រៅឬក៏សមុទ្រខៀវដើម្បីរុញច្រានឥទ្ធិពលរបស់សហរដ្ឋអាមេរិកឲ្យចេញឆ្ងាយពីកោះទី1និងកោះទី2សមិទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតមួយនៃការវិវត្តបច្ចេកវិទ្យាយោធារបស់ចិនត្រូវបានបង្ហាញជាសាធារណៈនៅក្នុងពិព័រណ៍យោធាជើងទឹកអន្តរជាតិដែលហៅកាត់ថា NAVDEX នៃឆ្នាំ2023នៅទីនោះប្រទេសចិនបានបង្ហាញជាលើកដំបូងនៅយានយន្តក្រោមទឹកគ្មានមនុស្សបើកកម្រិតធំបង្អស់ដែលហៅកាត់ថា HLUUV
យានយន្តក្រំទឹកដ៏មហិមាមួយនេះមិនមែនជាឧបករណ៍រុករកធម្មតានោះទេក៏ប៉ុន្តែវាគឺជាសត្វសាហាវក្រំទឹកស្វ័យប្រវត្តិដែលត្រូវបានរចនាឡើងសម្រាប់បេសកកម្មវាយប្រហារដ៏គ្រោះថ្នាក់យោងតាមការវិភាគរបស់អ្នកជំនាញយោធាលោកខាងលិចយានយន្ត HLUUV របស់ចិននេះត្រូវបានបំពាក់ទៅដោយទូយ៉ូបាញ់គ្រាប់តូពីដូយ៉ាងហោចណាស់ចំនួន4ហើយព្រមទាំងមានសមត្ថភាពផ្ទុកគ្រាប់មីនក្រំទឹកនិងឧបករណ៍ផ្ទុះបំផ្លិចបំផ្លាញផ្សេងៗទៀតលើពីនេះវាក៏ត្រូវបានបំពាក់ជាមួយនឹងប្រព័ន្ធរ៉ាដាចាប់សញ្ញាដ៏ទំនើបរួមទាំងប្រព័ន្ធរ៉ាដាស្កែនចំហៀងផងដែរតែគេហៅថា Flank Arizona ដែលអនុញ្ញាតឲ្យវាអាចស្វែងរកនិងកំណត់អត្តសញ្ញាណនាវាចម្បាំងនិងនាវាងូតទឹកសត្រូវពីចម្ងាយបានត្រឹមត្រូវបំផុតការអភិវឌ្ឍនេះបង្ហាញថាចិនកំពុងតែបង្កើនទ័ពនាវាងូតទឹកស្វ័យប្រវត្តិដោយមានសុវត្ថិភាពដែលអាចបំពេញបេសកកម្មល្បាតនិងលបឆ្មក់នឹងការរារាំងចូលមកចិត្តរបស់កងទ័ពដឹកជញ្ជូនយន្តហោះចម្បាំងរបស់អាមេរិកនៅក្នុងករណីចំនួនយោធានៅច្រកសមុទ្រតៃវ៉ាន់ឬក៏សមុទ្រចិនខាងត្បូងភាពតានតឹងនៅតំបន់ Indo-Pacific មិនមែនកើតឡើងត្រឹមតែពីសកម្មភាពរបស់ប្រទេសចិននោះទេក៏ប៉ុន្តែវាមានការចូលរួមចំណែកពីសំណាក់ប្រទេសកូរ៉េខាងជើងផងដែររបបដឹកនាំនៃទីក្រុងព្យូយ៉ាងបានបង្កើនការគំរាមកំហែងផ្នែកយោធាយ៉ាងខ្លាំងក្លាដោយការបាញ់សាកល្បងនៃមីស៊ីល ballistic ជាបន្តបន្ទាប់ដែលវាធ្លាប់ហោះរំលងដែនអាកាសរបស់ប្រទេសជប៉ុននិងបង្កការភ័យខ្លាចដល់ប្រជាជននៅក្នុងតំបន់នោះដើម្បីឆ្លើយតបនឹងការកើនឡើងនៃហានិភ័យទ្វេដងពីសំណាក់ចិននិងកូរ៉េខាងជើងសហរដ្ឋអាមេរិកបានបោះជំហានយ៉ាងលឿននៅក្នុងការបង្កើនការគាំទ្រទៅដល់សព្វនមិត្តរបស់ខ្លួននៅក្នុងតំបន់វិធានការទាំងនេះរួមមានការបង្កើនសមត្ថភាពឃ្លាំមើលនិងការប្រមូលព័ត៌មានសម្ងាត់ការផ្ដល់ហិរញ្ញប្បទានយោធាដល់សម្ព័ន្ធមិត្តនិងការដាក់ពង្រាយប្រព័ន្ធចែករំលែកទិន្នន័យកាយរណបដ៏ទំនើបដើម្បីតាមដានសកម្មភាពរបស់សត្រូវ24ម៉ោងលើ24ម៉ោងក៏ប៉ុន្តែជំនួយពីសហរដ្ឋអាមេរិកតែមួយមុខគឺមិនគ្រប់គ្រាន់នោះទេបណ្ដាប្រទេសក្នុងតំបន់ដូចជាអូស្ត្រាលីត្រូវតែបង្កើនសមត្ថភាពការពារជាតិរបស់ខ្លួនដើម្បីក្លាយទៅជាបង្គោលគ្រឹះដ៏រឹងមាំនិងអាចជួយជ្រោមជ្រែងដល់សន្តិសុខរួមបាននេះហើយគឺជាចំណុចចាប់ផ្ដើមនៃគម្រោងយោធាដ៏អាថ៌កំបាំងនិងសម្ងាត់បំផុតរបស់អូស្ត្រាលីនៅក្នុងសតវត្សទី21ប្រទេសអូស្ត្រាលីដែលជាប្រទេសដែនកោះដ៏ធំល្វឹងល្វើយនិងមានឆ្នេរសមុទ្រវែងជាងគេបំផុតមួយនៅលើលោកសេចក្តីត្រូវការជាដាច់ខាតក្នុងការការពារដែនទឹកដ៏ធំធេងរបស់ខ្លួនជាមួយនឹងចំនួនប្រជាជនតិចនិងកងកម្លាំងយោធាមានកំណត់ការប្រើប្រាស់មនុស្សដើម្បីល្បាតការពារដែនទឹកដ៏ធំធេងបែបនេះគឺជាកិច្ចការដែលស្ទើរតែមិនអាចទៅរួចបាននិងត្រូវការថវិកាយ៉ាងមហិមាហេតុដូចនេះហើយទើបអូស្ត្រាលីបានសម្រេចចិត្តងាកទៅរកបច្ចេកវិទ្យាស្វ័យប្រវត្តិនិងបញ្ញាសម្បត្តិមិត្តដើម្បីបង្កើតកម្លាំងការពារខ្លួនដែលមានប្រសិទ្ធភាពខ្ពស់និងចំណាយតិចនៅថ្ងៃទី18ខែមេសាឆ្នាំ2024រដ្ឋបាលអូស្ត្រាលីបានសម្រេចចិត្តប្រកាសជាផ្លូវការនៅវត្តមានរបស់ Go Shock ដែលជានាវាងូតទឹកស្វ័យប្រវត្តិគ្មានមនុស្សបើកដំបូងគេបង្អស់របស់ប្រទេសជាតិការប្រកាសនេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនិងជាការបោះជំហានទៅមុខដ៏ធំបំផុតរបស់អូស្ត្រាលីនៅក្នុងការអភិវឌ្ឍសមត្ថភាពសង្គ្រាមក្រោមទឹកជំនាន់ថ្មីគម្រោង Go Shock នេះមិនមែនជាការទិញបច្ចេកវិទ្យាពីបរទេសមកប្រើប្រាស់នោះទេក៏ប៉ុន្តែវាគឺជាផលលម្អិតនៃភាពដៃគូយុទ្ធសាស្ត្រក្រសួងការពារជាតិរបស់អូស្ត្រាលីនិងក្រុមហ៊ុន Endro Australian វាគឺជាក្រុមហ៊ុនបច្ចេកវិទ្យាយោធាឈានមុខគេបង្អស់រួមជាមួយនឹងការចូលរួមសង្ហការពីសំណាក់ក្រុមហ៊ុនផលិតកម្មនិងបច្ចេកវិទ្យាក្នុងស្រុករបស់អូស្ត្រាលីជាង42ក្រុមហ៊ុនផ្សេងៗទៀតកិច្ចសហការទ្រង់ទ្រាយធំបែបនេះបានបង្ហាញពីសមត្ថភាពឧស្សាហកម្មការពារជាតិដ៏រឹងមាំរបស់អូស្ត្រាលីនៅក្នុងការបង្កើតបច្ចេកវិទ្យាលំដាប់ពិភពលោកដោយខ្លួនឯងហើយគម្រោងយោធាដ៏អស្ចារ្យនេះត្រូវបានគ្រប់គ្រងនិងគាំទ្រថវិកាដោយកម្មវិធីមួយដែលគេហៅកាត់ថា ASCA ASCA គឺជាកម្មវិធីដ៏ពិសេសមួយរបស់រដ្ឋាភិបាលអូស្ត្រាលីដែលត្រូវបានរចនាឡើងដើម្បីជំរុញនិងពង្រឹងការអភិវឌ្ឍបច្ចេកវិទ្យាយោធាទំនើបៗឲ្យបានលឿនបំផុតដើម្បីឆ្លើយតបនឹងតម្រូវការយុទ្ធសាស្ត្រជាក់ស្ដែងរបស់កងទ័ពរបស់អូស្ត្រាលីដើម្បីសម្រេចនៅគោលដៅនេះរដ្ឋាភិបាលអូស្ត្រាលីបានសម្រេចចិត្តវិនិយោគទឹកប្រាក់យ៉ាងសន្ធឹកសន្ធាប់រហូតដល់ $7.2 ពាន់លាននៅក្នុងវិស័យសង្គ្រាមក្រោមទឹកនិងប្រព័ន្ធយានយន្តស្វ័យប្រវត្តិនៅក្នុងនោះនាវាងូតទឹក Go Shock នីមួយៗត្រូវបានប៉ាន់ប្រមាណថាមានតម្លៃប្រហែល$23 លានដែលជាតម្លៃមួយដ៏ថោកមិនគួរឲ្យជឿប្រសិនបើប្រៀបធៀបទៅនឹងតម្លៃរាប់ពាន់លានដុល្លារនៃនាវាងូតទឹកទុកមនុស្សធម្មតាភាពខុសគ្នានៃតម្លៃដ៏មហិមានេះបានអនុញ្ញាតឲ្យអូស្ត្រាលីអាចផលិតនិងពង្រាយកងទ័ពនាវា Go Shock នេះដើម្បីបង្កើតជាបណ្ដាញការពារខ្លួនដ៏ក្រាស់ក្រានៅក្រោមបាតសមុទ្រ Go Shock ត្រូវបានរចនាឡើងខុសពីនាវាងូតទឹកធ
ធម្មតាដោយវាផ្ដោតទៅលើគោលការណ៍ពីរសំខាន់ៗទី1គឺបំបាំងកាយដ៏ល្អបំផុតទី2គឺប្រសិទ្ធភាពប្រតិបត្តិការអតិបរមាសម្បកខាងក្រៅរបស់វាមានភាពរលោងស្របទៅដោយសម្ភារៈផ្សំកាបូនពិសេសដែលអាចស្រូបនិងកាត់បន្ថយរលកសូណាពីសត្រូវបានលាបពណ៌ខ្មៅងងឹតឬក៏ប្រផេះក្រមៅដើម្បីងាយស្រួលលាក់ខ្លួននៅក្នុងបាតសមុទ្រជ្រៅព្រមទាំងមានសមត្ថភាពជួយសម្រួលលំហូរទឹកកាត់បន្ថយពពុះនិងសំឡេងរំខានចំណុចពិសេសរបស់នាវានេះគឺត្រង់គ្មានមនុស្សបើកដោយសារមិនមានបន្ទប់ស្នាក់នៅប្រព័ន្ធអុកស៊ីហ្សែនសម្រាប់នាវិកវិស្វករអាចបង្រួមទំហំយានឲ្យតូចវាបានប្រើប្រាស់ជាមួយនឹងប្រព័ន្ធអគ្គិសនីដំណើរការដោយស្ងាត់ជ្រងំដែលធ្វើឲ្យវាអាចសង្ងំនៅក្រោមបាតទឹកបានរាប់សប្តាហ៍រាប់ខែដោយសត្រូវមិនអាចរកឃើញវាបានឡើយ Go Shock គឺជាយានពហុបេសកកម្មដ៏មានឥទ្ធិពលវាអាចស៊ើបការដោយសម្ងាត់វាអាចទៅសង្ងំស្ងៀមឈឹងនៅបាតសមុទ្រក្នុងដែនទឹករបស់សត្រូវដើម្បីលបកត់ត្រានិងបញ្ជូនព័ត៌មានពីចលនារបស់នាវាចម្បាំងរបស់សត្រូវមកកាន់កងទ័ពអូស្ត្រាលីនិងសម្ព័ន្ធមិត្តវាអាចបាញ់គ្រាប់តូពីដូកម្រិតធំដើម្បីកំទេចនាវាសត្រូវបំពេញបេសកកម្មបោះសម្អាតមីនក្រោមទឹកនិងការធ្វើសង្គ្រាមអេឡិចត្រូនិកផងដែរវាអាចដឹកជញ្ជូននិងបញ្ចេញដ្រូនក្រោមទឹកខ្នាតតូចដើម្បីបង្កើតបណ្ដាញល្បាតឬវាយប្រហារស្រោមស្រពជាក្រុមនៃសតវត្សទី21មិនទាន់អស់នោះទេ Go Shock ក៏អាចសម្រេចចិត្តគេចវេះកំណត់ទិសដៅជ្រើសរើសគោលដៅវាយប្រហារដោយខ្លួនឯងបានដោយមិនចាំបាច់មានការបញ្ជាផ្ទាល់ពីមនុស្សហើយព្រមទាំងរក្សាភាពសម្ងាត់នៃប្រព័ន្ធទំនាក់ទំនងផងដែរវត្តមានរបស់ Go Shock បានបង្ហាញពិភពលោកថាពិភពលោកកំពុងតែឈានចូលយុទ្ធសម័យសង្គ្រាមរ៉ូបតនៅក្រោមទឹកនាពេលបច្ចុប្បន្នមហាអំណាចជើងទឹកកំពុងតែប្រណាំងប្រជែងគ្នាយ៉ាងស្វិតស្វាញតើបងប្អូនយល់យ៉ាងណាដែរចំពោះ Go Shock នេះតើបច្ចេកវិទ្យាមួយនេះអាចជួយអូស្ត្រាលីនិងសម្ព័ន្ធមិត្តរក្សាតុល្យភាពអំណាចទប់ទល់នឹងចិននិងកូរ៉េខាងជើងបានដែរឬទេឬមួយក៏វាជាហានិភ័យទៅវិញនៅក្នុងការប្រកល់សិទ្ធិបញ្ជាអាវុធទៅឲ្យ AI សូមបងប្អូនជួយចេញមតិរបស់បងប្អូននៅខាងក្រោមវីដេអូនេះម្នាក់មួយផងណាហើយខ្ញុំសូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះពីដើមរហូតមកដល់ចប់ពីខ្ញុំទៅមានតែប៉ុណ្្នឹងនោះទេយើងនឹងជួបគ្នានៅវីដេអូក្រោយបាយបាយ